គណៈរដ្ឋមន្ត្រីបានអនុម័តឲ្យដាក់ឆ្លងសភារឿងច្បាប់កាតព្វកិច្ចយោធាអញ្ចឹងវាពាក់ព័ន្ធជាមួយនឹងបងប្អូនកម្មកររបស់យើងបាទកម្មការនីអត់ទេព្រោះតែប្រុសទេបាទអញ្ចឹងអ្នកខ្លះនឹងឆ្ងល់រឿងនេះខ្ញុំគ្រាន់តែបកស្រាយបឋមទេព្រោះច្បាប់នេះវាមិនទាន់ឆ្លងសភាឆ្លងព្រឹទ្ធសភានឹងដាក់ជាច្បាប់មានប្រជាក្រមដាក់ជាច្បាប់ដំណើរការអាចមានការកែប្រែជាដូចប៉ុន្តែកុំឲ្យមានសំណួរខ្ញុំឃើញបងប្អូនខ្លះយកទៅអត្ថាធិប្បាយវាចំគោលគំនិតប៉ុន្តែការរវត្តវាមានការខុសប្លែកបន្តិចពីការគិតបងប្អូនថា18-25ឆ្នាំត្រូវអនុវត្តកាតព្វកិច្ចភាគច្រើនគិតថាចាប់ផ្ដើមទៅគឺថាត្រូវតែប្រមូលទាំងអស់យកមកតែម្ដងអត់ទេកលឹះរបស់យើងគឺមានប្រទេសជាច្រើនលើពិភពលោកគឺមានការអនុវត្តខុសគ្នាប្រទេសខ្លះដូចសិង្ហបុរីដោយសារប្រជាជនគេតិចអញ្ចឹងគឺស្មើគ្នាទាំងអស់18ឆ្នាំគឺចូលមកទាំងអស់ក្នុងពេលតែមួយសឹងតែទាំងអស់លើកលែងតែបណិទូចទេមិនដល់0.1%ផងដែលអាចឲ្យធ្វើពេលខុសគ្នាប៉ុន្តែនៅសិង្ហបុរីអ្នកដែលគ្រប់អាយុ 8-10 ឆ្នាំក្នុងពេលតែមួយដែលចូលកាតព្វកិច្ចខ្ញុំសួរទៅប្រហែលជាខ្ទង់30000នាក់ក្នុងមួយឆ្នាំអញ្ចឹងប្រទេសខ្លះទៀតគេអត់ធ្វើកាតព្វកិច្ចស្មើពេលជាមួយគ្នាទាំងអស់ទេព្រោះតម្រូវការកងទ័ពឧទាហរណ៍ប្រជាជនគេគ្រប់អាយុ5លាននាក់គេអត់ហៅចូល5លាននាក់នឹងចូលមកធ្វើទ័ពទាំងអស់ទេគេយកតាមតម្រូវការកងទ័ពហើយគេចុចឈ្មោះគេអាចចុចឈ្មោះតាមរយៈចាប់ឆ្នោតដូចនៅប្រទេសជិតខាងយើងនៅតែគេចាប់ឆ្នោតបានន័យថាប្រមាណអ្នកហ្នឹងឧទាហរណ៍អ្នកដែលមានចំឈ្មោះមាន1លាននាក់តែឆ្នាំហ្នឹងគេត្រូវការតែ50000នាក់ទេអញ្ចឹងគេមានតែហៅមកចាប់ឆ្នោតយកតែ50000នាក់អ្នកពីហ្នឹងរួចខ្លួនចាប់ឆ្នាំក្រោយមកចាប់ទៀតរហូតតតែអាយុផុតកាតព្វកិច្ចអញ្ចឹងសម្រាប់នៅកម្ពុជារបស់យើងគឺយើងយករូបមន្តទី2អញ្ចឹងកុំថា18-25 20ខ្ញុំកំពុងតែរៀនផងតិចទាខ្ញុំទៅយ៉ាងម៉េចអត់ទេយើងមានតាមតម្រូវការនៃកងទ័ពរបស់យើងព្រោះបើយើងនិយាយក្នុងមួយឆ្នាំអាយុ18ឆ្នាំទាំងស្រីទាំងប្រុសដូចមាន30ប្រមាណដល់មិនស៊ូគេបុន300000នាក់ជាងអញ្ចឹងក្នុងរយៈពេលក្នុងនោះប្រុសមានប្រហែលជា13-150000នាក់គុណនឹង8ឆ្នាំព្រោះ18ទៅ25 8ឆ្នាំក្នុងមួយឆ្នាំយើងមាន1លាននាក់កងទ័ពមិនអាចយកមក1លាននាក់វឹកវើអត់លុយទេហើយក៏អត់កន្លែងដេកដែរហើយយើងក៏មិនត្រូវការយក1លាននាក់មកដែរក្នុងពេលតែមួយអញ្ចឹងគឺចំនួនប្រមាណគឺអាស្រ័យទៅលើតម្រូវការកងទ័ពប្រចាំឆ្នាំឧទាហរណ៍30000នាក់50000នាក់100,000នាក់បាទនីតិវិធីឥឡូវកំពុងតែពិចារណាពិភាក្សាគ្នាគឺមានរូបមន្ត2រូបមន្តស្ម័គ្រចិត្តនិងរូបមន្តបង្ខំហេតុអីបានថាកាតព្វកិច្ចមានឲ្យស្ម័គ្រចិត្តហ្នឹងបានន័យថាអ្នកនឹងត្រូវតែបំពេញកាតព្វកិច្ចយោធាអ្នកខ្លះគាត់ថាខ្ញុំចង់ធ្វើឆ្នាំនឹងឲ្យហើយខ្ញុំដាក់ពាក្យចង់ធ្វើឆ្នាំនឹងអញ្ចឹងអត្ថិភាពនៃការរើសយើងរើសអ្នកនឹងកុំរំខានអ្នកផ្សេងដែលកំពុងតែជាប់ការងារតែក្នុង1លានអ្នកនឹងដដែលបើស្ម័គ្រចិត្តរើសមិនគ្រាប់អានឹងចូលបង្ខំពាក្យថាកាតព្វកិច្ចអត់មានទៅសុំធ្វើសតិអារម្មណ៍ចូលទេចុចឈ្មោះមកបាទតែវាមានកិច្ចការមួយចំនួនតែត្រូវគិតគូរ